អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរ៉ៃជីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿងប្រពន្ធខ្ញុំខ្លាចជាក្មេងដែលជាភាពបន្តទាំងអស់គ្នានៅវេលាព្រឹកនេះម៉ៃកំពុងអង្គុយញ៉ាំអាហារពេលព្រឹកមុនពេលធ្វើដំណើរទៅជួបជាមួយអតិថិជនកាលពីលើកមុនម្ដងទៀតមុនពេលចាក់ចែងម៉ៃក៏ចង់សួរមតិយោបល់ពីលោកប៉ានាងដែលមានបទពិសោធន៍ធ្វើការយូរឆ្នាំតើគាត់ប្រឈមមុខជាមួយអតិថិជនដែលពិបាកនិយាយគ្នាបានដោយរបៀបណានីស៊ីម៉ាផ្ដល់ចម្លើយងាយៗប្រតិកម្មម៉ៃដោយយើងគ្រាន់តែយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីរបស់ពួកគេព្រោះតែឆ្លើយតបទៅវិញតែរបៀបយើងទៅបានហើយដំបូន្មានរបស់នីស៊ីម៉ាគឺវាមានភាពស្តៀងខ្លាំងទៅនឹងដំបូន្មានរបស់ថាខៃដូច្នេះហើយម៉ៃក៏បានលើកសរសើរថាឪពុកម្ដាយរបស់នាងពិតជាគូស្នេហ៍អមតៈនៅលើភពផែនដីនេះពិតមែនលុះក្រោយមកម៉ៃធ្វើដំណើរមកដល់ទីកន្លែងស្រាប់តែប្រទេសភ្នែកឃើញរ៉េនជីដែលជាអតិថិជនរបស់នាងកំពុងតែអង្គុយស្ទូចត្រីតែម្នាក់ឯងហើយដូច្នេះម៉ៃក៏ដាច់ចិត្តដើរទៅសួរគាត់តែម្ដងថាតើក៏មានអ្វីចង់កែលម្អចំពោះនាងដែរទេនាងគិតថាការបញ្យល់បកស្រាយនាងនៅមិនទាន់ល្អគ្រប់គ្រាន់ក៏ច្បាស់ជាមិនយល់នឹងសពិសពិលចេះជាមិនខានហើយចំណែករ៉េនជីក៏មិនគិតដូច្នោះទេនាងបានបញ្យល់គាត់យ៉ាងលម្អិតនឹងក្បោះក្បាយតែម្ដងធ្វើឲ្យគាត់ងាយស្រួលក្នុងការយល់ជាខ្លាំងគ្រាន់តែក៏មិនសូវចេះប្រើប្រាស់កុំព្យូទ័រប៉ុណ្ណោះឯងមួយរំពេចនោះរ៉េនជីក៏ស្រាប់តែស្ទូចបាននៅត្រីសមុទ្រដ៏ធំមួយម៉ៃនិយាយទាំងស្នាញញញឹមចង់សម្ដៅលើជីវិតរស់នៅប្រចាំថ្ងៃនៅក្បែរឆ្នេរសមុទ្រច្បាស់ជាទទួលបាននូវអារម្មណ៍ស្រស់ស្រាយនិងសប្បាយរីករាយហើយមើលទៅប៉ុន្តែយ៉ាងណារ៉េនជីក៏និយាយប្រាប់ម៉ៃវិញការរស់នៅក្បែរឆ្នេរសមុទ្រវាមិនតែអស្ចារ្យអីទាំងស្រុងឡើយព្រោះសមុទ្រដ៏ធំល្វឹងល្វើយបែបនេះក៏អាចបង្កជាហានិភ័យគ្រោះថ្នាក់ដល់អ្នកដែលរស់នៅទីនេះដូចគ្នាម្យ៉ាងទៀតវាក៏ធ្លាប់កើតឡើងចំពោះមិត្តភក្តិរបស់គាត់ម្នាក់កាលពី8ឆ្នាំមុនផងដែរដោយគេត្រូវបាត់បង់ជីវិតដោយសារតែគ្រោះរលកសមុទ្រដ៏ធំហើយសាកសពរបស់គេក៏មិនអាចស្វែងរកឃើញដូចគ្នាហើយផលយ៉ាងសំខាន់ដូចនេះរ៉េនជីក៏មិនដែលកម្ដងសថាចង់ផ្លាស់ទីលំនៅចាស់ចេញពីទីនេះដោយគាត់សង្ឃឹមថាគាត់អាចជួយអ្នកដទៃបាននៅពេលកើតមានគ្រោះមហន្តរាយក្រោយពីស្ដាប់រឿងមួយនេះរួចម៉ៃក៏ទទួលបាននូវអារម្មណ៍រំជើបរំជួលព្រមទាំងនិយាយកោតសរសើរចំពោះភាពក្លាហានរបស់រ៉េនជីងាកមកកាន់ថាខៃវិញម្ដងនាងកំពុងតែដើរផ្សារទំនើបតែម្នាក់ឯងនិងសម្រេចចិត្តទិញអាហារប្រអប់ដើម្បីទុកសម្រាប់ញ៉ាំនៅឯផ្ទះប៉ុន្តែចៃដន្យអីនាងក៏ស្រាប់តែជួបគ្នាជាមួយនឹងម៉ូរីយ៉ាដែលកំពុងដើរផ្សារនៅទីនោះដូចគ្នាម៉ូរីយ៉ាក៏អញ្ជើញថាខៃឲ្យមកលេងនៅផ្ទះនិងបានធ្វើបាយឆាគ្រឿងសមុទ្រសម្រាប់ទទួលស្វាគមន៍នាងទៀតផងថាខៃសម្លឹងឃើញថាម៉ូរីយ៉ាគឺជាមនុស្សស្រីដែលមានការយកចិត្តទុកដាក់ពូកែធ្វើម្ហូបឆ្ងាញ់ថែមទាំងជាមនុស្សផ្ដល់ភាពកក់ក្ដៅឲ្យអ្នកដែលនៅជុំវិញខ្លួននាងហើយដូច្នេះហើយថាខៃក៏សម្រេចចិត្តសួរម៉ូរីយ៉ាត្រង់តែម្ដងតើនាងមានចិត្តលួចស្រឡាញ់លោកពូនីស៊ីម៉ាដែរទេម៉ូរីយ៉ាក៏និយាយបដិសេធទៅវិញភ្លាមរួចនាងក៏និយាយបញ្ជាក់ឲ្យថាខៃបានដឹងថាពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះដោយតាមពិតទៅនាងគឺមានចិត្តគោរពស្រឡាញ់និងឲ្យតម្លៃចំពោះនីស៊ីម៉ាជាខ្លាំងពីមុនមកនាងគឺមិនសូវហ៊ានទំនាក់ទំនងនិងនិយាយស្ដីជាមួយមនុស្សប្រុសសោះឡើយសូម្បីមានមនុស្សប្រុសមកសារភាពស្នេហ៍ប្រាប់នាងក៏នាងមិនហ៊ានទទួលយកក្តីស្រឡាញ់របស់ពួកគេផងដែរហើយនៅពេលនាងទៅនឹងចូលបំពេញការងារជាបុគ្គលិកថ្មីថ្មោងនៅក្នុងក្រុមហ៊ុននីស៊ីម៉ាក៏ស្ម័គ្រខ្លួនទទួលរ៉ាប់រងចំពោះកំហុសការងារគ្រប់បែបយ៉ាងដោយគាត់មិនបានដាក់សម្ពាធមកកាន់នាងទោះបីជានាងបានកសាងកំហុសយ៉ាងណាក៏ដោយគាត់ថែមទាំងជួយនាងរកដំណោះស្រាយចំពោះបញ្ហាការងាររបស់ពួកគេថែមទៀតផងដោយសារតែរឿងមួយនេះទើបធ្វើឲ្យនាងកាន់តែមានការគោរពស្រឡាញ់និងដឹងគុណចំពោះនីស៊ីម៉ាដែលជាចៅហ្វាយរបស់នាងជាខ្លាំងប៉ុន្តែយ៉ាងណានាងគឺមិនសូវហ៊ានចូលចិត្តនិងនិយាយលេងជាមួយគាត់ប៉ុន្មានឡើយព្រោះថាគាត់មិនសូវជាចាស់អារម្មណ៍និងមិនសូវចង់និយាយស្ដីរកអ្នកណាទាំងអស់ចាស់តាំងពីថ្ងៃដែលប្រពន្ធរបស់គាត់បាត់បង់ជីវិតទៅប៉ុន្តែតែមួយរយៈពេលថ្មីនេះទេដែលនាងបានចាប់ផ្ដើមមានទំនាក់ទំនងនិងបង្កើតមិត្តភាពជាមួយគាត់លុះត្រឡប់មកដល់ផ្ទះវិញថាខៃទទួលបានការផ្ញើសារពីម៉ៃកូនស្រីរបស់ខ្លួនដោយម៉ៃចង់សួរម៉ែរបស់នាងអំពីទីកន្លែងដែលមានភាពងាយស្រួលក្នុងការណាត់ជួបនៅក្នុងទីក្រុងតូក្យូហើយនាងក៏ថែមទាំងប្រាប់អំពីរឿងដែលរ៉េនជីមានបំណងចង់ជួបគ្នាជាមួយនាងទៀតផងឃើញនៅឆ្នោះថាខៃក៏មិនចេញទឹកមុខនឹកស្មានមិនដល់សោះឡើយដែលសង្ស័យថាកូនស្រីរបស់ខ្លួនឯងមានទំនាក់ទំនងស្នេហាជាមួយអតិថិជនរបស់នាងលុះស្អែកឡើងរ៉េនជីធ្វើដំណើរមកដល់ទីក្រុងតូក្យូដើម្បីចូលរួមពិធីមង្គលការព្រោះតែបានមកជួបម៉ៃដើម្បីឲ្យនាងធ្វើជាហ្គាយនាំផ្លូវជូនគាត់ទៅដើរលេងក្នុងទីក្រុងហើយទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាជិតស្និទ្ធនឹងគ្នាលឿនខ្លាំងដល់ហើយចាស់តាំងពីថ្ងៃដែលពួកគេបាននិយាយលេងជាមួយគ្នារួចមកបន្តមក
មកទៀតម៉ៃក៏នាំរ៉េនជីទៅញ៉ាំទឹកកកឈូនៅក្នុងហាងដ៏ពេញនិយមមួយប៉ុន្តែបែរជានៅក្នុងហាងនោះភាគច្រើនសម្បូរទៅដោយមនុស្សស្រីជាច្រើនចូលទៅអង្គុយញ៉ាំឡើងពេញតុទៅវិញដែលជាហេតុបណ្ដាឲ្យម៉ៃមានការព្រួយក្នុងចិត្តជាខ្លាំងខ្លាចថារ៉េនជីគិតថាខ្លួនគាត់មិនស័ក្តិសមចូលមកញ៉ាំអីនៅទីកន្លែងមួយនេះប៉ុន្តែការគិតគឺមិនដូចការពិតនោះទេរ៉េនជីក៏កំពុងតែអង្គុយញ៉ាំទឹកកកឈូយ៉ាងរំភើយដោយមិនបានខ្វល់ពីអ្វីទាំងអស់មុនពេលធ្វើដំណើរចេញទៅពិធីមង្គលការរ៉េនជីក៏បានចែករំលែកអំពីអារម្មណ៍របស់គាត់ប្រាប់ទៅកាន់ម៉ៃដោយគាត់គិតថាជីវៈអាពាហ៍ពិពាហ៍វាពោរពេញទៅដោយភាពស្មុគស្មាញនិងរញ៉េរញ៉ៃដល់ហើយចំពោះគាត់មើលថែខ្លួនឯងមិនទាន់បានល្អឥតខ្ចោះផងតែឲ្យគាត់មានសមត្ថភាពទៅមើលថែនិងចិញ្ចឹមបីបាច់កូនស្រីរបស់គេបានដោយរបៀបណាទៅប៉ុន្តែក៏និយាយបែបនេះក៏មិនមែនបានន័យថាគាត់ចង់ប្រឆាំងឬក៏ជំទាស់មិនឲ្យគ្រប់គ្នារៀបមង្គលការនោះទេបើចំពោះម៉ៃវិញទោះបីជាខ្លួននាងមិនទាន់យល់ច្បាស់ថារឿងមង្គលការគឺជាអ្វីដែលល្អឬអាក្រក់ក៏ប៉ុន្តែដោយសារមានឪពុកម្ដាយរបស់នាងជាគំរូពួកគាត់ចេះរស់នៅចង់សម្រុងនឹងគ្នាចេះឲ្យតម្លៃនិងតស៊ូរួមរស់ជាមួយគ្នាទៅវិញទៅមកនាងមានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅនិងសប្បាយចិត្តជាខ្លាំងនៅក្នុងគ្រួសារហើយដូច្នេះហើយនាងគិតថាជីវិតជាគូមើលទៅក៏វាមិនអាក្រក់អីពេកដែរគ្រាន់តែស្ដាប់ចប់ភ្លាមរ៉េនជីពិតជាចាក់ដោតក្នុងបេះដូងហើយពាក្យសម្ដីរបស់ម៉ៃតែប្រមាណម៉ាត់នេះក៏ជះឥទ្ធិពលធ្វើឲ្យគាត់ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនឯងថែមទៀតផងលុះដល់ពេលល្ងាចឡើងអ្នកទាំងពីរក៏ដល់ពេលវេលាដែលត្រូវបំបីផ្លូវគ្នារៀងៗខ្លួនហើយរ៉េនជីចង់និយាយប្រាប់ម៉ៃឲ្យបានដឹងបើសិនជាលើកក្រោយពួកយើងមានឱកាសក៏មានបំណងចង់ជួបគ្នាជាមួយនាងបានម្ដងទៀតមួយម៉ាត់នេះធ្វើឲ្យម៉ៃពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងរួចនាងក៏ផ្ញើសារប្រាប់ថាខៃនៅម៉ារបស់ខ្លួននិងសួរគាត់ថាតើរ៉េនជីមានបំណងចង់តាក់ទងគ្នាជាមួយនាងមែនដែរទេថាខៃផ្ដល់ដំណោមានប្រាប់ឲ្យម៉ៃសួរពីអារម្មណ៍របស់ខ្លួនឯងជាមុនសិនបើសិនម្នាក់នោះជាបរិសុទ្ធល្អនាងគួរតែពិចារណាឲ្យក៏សាកតាក់ទងគ្នាធ្វើសង្សារតែម្ដងទៅហើយចំពោះរឿងមួយនេះម៉ៃលែទុកជាសម្ងាត់ដោយមិនតចង់ប្រាប់ឲ្យលោកប៉ានាងបានដឹងនៅឡើយទេងាកមកកាន់អ្នកម៉ារបស់ថាខៃវិញខណៈនេះនាងកំពុងតែប្រឈមមុខនិយាយគ្នាជាមួយស្ត្រីចំណាស់ម្នាក់ដែលជាអតិថិជនសាំញ៉ាំច្រើនហើយក្រោយពីស្ត្រីម្នាក់នោះចាក់ចេញទៅបាត់ក៏ស្រាប់តែមានបរិសម្នាក់ដើរចូលមកដោយក៏ចង់បបួលនាងឲ្យទៅញ៉ាំអីជាមួយគ្នាហើយបរិសម្នាក់នឹងគឺគាត់មានឈ្មោះថាហ៊ីរ៉ូគីបច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកម៉ារបស់ថាខៃនឹងឯងលុះក្រោយមកហ៊ីរ៉ូគីក៏មានរឿងយ៉ាងសំខាន់មួយចង់និយាយប្រាប់ម៉ារបស់ថាខៃដោយរឿងមួយនោះគឺគាត់ត្រូវផ្លាស់ប្ដូរទីកន្លែងធ្វើការដែលជាហេតុបណ្ដាឲ្យគាត់ក៏ត្រូវផ្លាស់ប្ដូរទីលំនៅឋានដែលគាត់កំពុងរស់នៅបច្ចុប្បន្ននេះដូចគ្នាលើបែបនេះម៉ារបស់ថាខៃក៏ឆ្លើយប្រាប់គាត់ដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្តឡើយនាងអាចសំលាលែងចេញពីកន្លែងធ្វើការរបស់នាងបានបើបងទៅនៅទីណាអូនក៏ទៅនៅទីនោះតាមបងដូចគ្នាហើយតែចង់រស់នៅយ៉ាងមានក្តីសុខជាមួយបងតែប៉ុណ្ណោះបន្តមកទៀតម៉ារបស់ថាខៃក៏និយាយទម្លាយនៅរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវៈអាពាហ៍ពិពាហ៍ជាមួយនឹងអតីតស្វាមីរបស់ខ្លួនដោយគ្រានឹងនាងពិតជាខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីកសាងនៅគ្រួសារមួយដែលពោរពេញទៅដោយសុភមង្គលនាងគឺមិនចង់ឲ្យគ្រួសារមួយនេះដួលរលំនោះទេនាងគ្រាន់តែចង់បានជីវិតរស់នៅដ៏សាមញ្ញមួយដែលសម្បូរទៅដោយពាក្យថាមានក្តីសុខតែប៉ុណ្ណោះប៉ុន្តែចុងក្រោយគ្រួសារដែលនាងប្រឹងកសាងនៅតែដួលរលំហិនហោចដដែលព្រោះតែប្តីរបស់នាងគឺជាអ្នកផាត់ក្បត់លួចលាក់តែមានស្រីថ្មីរួចនាងក៏បានសួរទៅកាន់ខ្លួនឯងថាមនុស្សបារាយជ័យដូចជានាងស័ក្តិសមនឹងទទួលបានឱកាសជាលើកទី2ដែរទេក្រោយពីដឹងអំពីរឿងដ៏ឈឺចាប់មួយនេះហ៊ីរ៉ូគីក៏និយាយលើកទឹកចិត្តប្រាប់ម៉ារបស់ថាខៃគ្រប់យ៉ាងគឺវាអាស្រ័យទៅលើខ្លួនរបស់យើងនោះទេបើយើងចេះផ្លាស់ប្ដូរខ្លួនឯងនោះយើងក៏អាចមានឱកាសសាជាថ្មីបានដែរភ្លាមនោះក៏ស្រាប់តែមានក្មេងប្រុសម្នាក់បើកទ្វារបន្ទប់ច្រឡំស្មារតីជាបន្ទប់របស់គេខ្លួនឯងហ៊ីរ៉ូគីក៏បញ្ចេញកាយវិការញាស់លេងទៅកាន់ក្មេងប្រុសម្នាក់នោះដើម្បីធ្វើជាការលេងសើចហើយដោយសារមើលឃើញថាហ៊ីរ៉ូគីទំនងដូចជាចូលចិត្តបលែងលេងជាមួយកូនក្មេងដូច្នេះម៉ែរបស់ថាខៃក៏សម្រេចចិត្តចង់ណែនាំកូនស្រីរបស់ខ្លួនដើម្បីឲ្យហ៊ីរ៉ូគីបានស្គាល់គ្នាជាមួយនាងលុះប្រហែលថ្ងៃក្រោយមកអ្នកទាំង3ក៏បានធ្វើការណាត់ជួបគ្នានៅក្នុងហាងមួយកន្លែងដោយតាំងពីដើមមកម៉ែរបស់ថាខៃតែងតែលាក់ទុកបាត់បង់ទៅកាន់ហ៊ីរ៉ូគីដោយមកបង្ហើបប្រាប់ថាខ្លួននាងជាមនុស្សស្រីមេម៉ាយមានកូនស្រីម្នាក់នោះទេព្រោះនាងខ្លាចគាត់ច្បាស់ជាមិនអាចទទួលយកបានហើយក៏អាចនឹងចាក់ចែងទៅឆ្ងាយពីជីវិតរបស់នាងប៉ុន្តែចំពោះហ៊ីរ៉ូគីគាត់គឺមិនបានស្អប់ឬក៏ប្រកាន់ខឹងអ្វីជាមួយម៉ែរបស់ថាខៃដែរទោះបីជានាងមានកូនស្រីរួចហើយក្តីក៏គាត់នៅតែស្រឡាញ់នាងដូចដើមដោយពេលជួបគ្នាការគ្រាដំបូងអញ្ចឹងខណៈនឹងដែរថាខៃក៏បានស្ដាប់ឮម៉ែរបស់នាងលើកនិយាយអំពីរឿងផ្លាស់ប្ដូរទីលំនៅឋានទៅរស់នៅជុំគ្នាជាមួយហ៊ីរ៉ូគីដើម្បីបង្កើតគ្រួសារថ្មីជាមួយគាត់អញ្ចឹងទៅក៏បណ្ដាលឲ្យនាងពិតជាមានការស្រឡាញ់កាំងនៅក្នុងចិត្តជាខ្លាំងពេលនោះម៉ែរបស់ថាខៃសុំការអនុញ្ញាតងើបចេញដើម្បីចង់ទៅបន្ទប់ទឹកមួយផ្លេតសិនដោយទោះឲ្យថាខៃអង្គុយនៅតែពីរនាក់ជាមួយនឹងហ៊ីរ៉ូគីក៏បានចែករំ
លេខរឿងរ៉ាវដ៏កំសត់នឹងការតស៊ូពុះពៀរឧបសគ្គដែលនៅម៉ារបស់ថាខៃបានឆ្លងកាត់ក្នុងពេលកន្លងមកនាងធ្លាប់សន្យាជាមួយខ្លួនឯងថានៅពេលដែលនាងរៀបការរួចនាងនឹងព្យាយាមកសាងគ្រួសារមួយដែលអាចផ្ដល់ភាពកក់ក្ដៅនិងផ្ដល់ជាគំរូដ៏ល្អៗសម្រាប់កូននាងគឺមិនចង់ធ្វើខ្លួនអាក្រក់និងយកគំរូមិនល្អតាមឪពុកម្ដាយបង្ការរបស់នាងនោះឡើយពេលដឹងអំពីរឿងមួយនេះថាខៃក៏និយាយពាក្យនៅក្នុងចិត្តទោះបីជាខ្លួននាងមិនសូវទទួលបានក្ដីស្រឡាញ់ការមើលថែថ្នាក់ថ្នមពីអ្នកម៉ាក់ហើយតែងតែមានពេលវេលាលំបាកជាមួយគាត់ខ្លាំងប៉ុណ្ណាក៏នាងគ្មានថ្ងៃកើតចិត្តស្អប់គុំគួនទៅលើអ្នកម៉ាក់របស់នាងបានដែរព្រោះនាងដឹងថាក៏រាល់ថ្ងៃនេះពិតជាខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃក៏ដើម្បីជួយទំនុកបង្រងគ្រួសារដែលមានតែពួកគេពីរនាក់នឹងឯងនាងពិតជាមានមោទនភាពចំពោះម្ដាយរបស់នាងខ្លាំងណាស់ស្របពេលនឹងអ្នកម៉ាក់របស់ថាខៃក៏ពួនឈោស្ដាប់ព្រោះតែបានលើអ្វីៗគ្រប់យ៉ាងនៃការសន្ទនារបស់ថាខៃហើយនឹងហ៊ីរ៉ូគីនាងក៏លួចបញ្ចេញស្នាមញញឹមសប្បាយចិត្តតែម្នាក់ឯងក្នុងពេលនោះទៀតផង